ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមខន្តីអភ័យទោសផងដោយសារសំឡេងគ្រុនផ្ដាសាយចឹងហើយមានការបញ្ចូលសំឡេងទៅសំឡេងមិនសូវបរោះនិយាយខុសឆ្គងឡើយណាសូមពុកម៉ែបងប្អូនដែលតាមដាន Channel YouTube របស់នាងខ្ញុំសូមខន្តីអភ័យទោសដល់រូបនាងខ្ញុំផងថ្ងៃហ្នឹងខ្ញុំមានវីដេអូមួយគឺពិធីរៀបមង្គលការកូនប្រុសកូនស្រីរបស់ដែលនៅជាប់របងផ្ទះខ្ញុំនៅស្រុកភូមិមួយខ្ញុំនឹងជាប់របងផ្ទះគ្នាថ្ងៃទី13ហ្នឹងក៏មានពិធីហែចំនួនការស្លាកំណត់ហែកូនកន្លោះចូលរោងជ័យអញ្ចឹងខ្ញុំថតតាំងពីថ្ងៃទី13បងប្អូនតែបានបញ្ចូលអត់បានយកមកកាត់តដល់ឲ្យបងប្អូនមើលទេដោយសារតែសំឡេងទៅតែបានរាំងធូរបន្តិចដោយសារតាំងពីថ្ងៃការគាត់នឹងមករាំងដាក់ជ្រុលដែរចឹងទៅសលេងវាអត់សូវល្អបងប្អូនឥឡូវហ្នឹងមកដល់អ្នកចៅផ្លូវចៅមហាហ្នឹងគាត់រៀបចំក្បួនដង្ហែហ្នឹងក៏បានរៀបរយមកដល់មុខរោងហើយបងប្អូនតាមទំនៀមទម្លាប់អ្នកស្រុកភូមិខ្ញុំហ្នឹងគេធ្វើ2ថ្ងៃណានៅខេត្តបាត់ដំបងភូមិរកាគេធ្វើរៀបអាពាហ៍មង្គលការហ្នឹងគឺរយៈពេល2ថ្ងៃថ្ងៃទី13ហ្នឹងពេលព្រឹកម៉ោង8 9ហ្នឹងគឺហែផលភាបដាការហ្នឹងចូលរោងជ័យហើយដល់ថ្ងៃម៉ោង1ម៉ោង2អីហ្នឹងគឺមានពិធីកាត់សក់ពេលល្ងាចហ្នឹងម៉ោង4អីពិធីសូត្រមន្តពេលម៉ោង5ម៉ោង6គឺពិធីកាត់ខាន់ស្លាអីចឹងណាតែខ្ញុំថតទ្រុសឲ្យបងប្អូនមើលទេឥឡូវហ្នឹងអំពូមីងសាច់ញាតិទាំងសងខាងទាំងប្រុសទាំងស្រីហ្នឹងក៏បានហែចំនួនផ្លែឈើ36មុខហ្នឹងមកដល់រោងជ័យហើយឥឡូវហ្នឹងក៏មុននឹងចូលដល់រោងជ័យហ្នឹងក៏មានអ្នកផ្លូវចៅមហាក៏រំបើកទ្វារបើកលបងអីសិនអញ្ចឹងរួចហើយបានភ្ញៀវកិត្តិយសរបស់យើងហ្នឹងចូលមកដល់ក្នុងរោងជ័យហ្នឹងរៀបចំតុកៅអីទទួលគាត់ភ្ញៀវទៅខាងប្រុសខាងស្រីហ្នឹងអង្គុយរៀបចំឲ្យបានស្រួលបួលដើម្បីឲ្យគាត់ងាយនឹងអង្គុយទៅស្រួលរៀបចំផ្លែឈើទល់មុខគ្នាអញ្ចឹងណាហើយក៏អ្នកភ្លេងគាត់ច្រៀងក៏រៀបរាប់ផ្លែឈើ36មុខព្រោះតាមទំនៀមទម្លាប់របស់យើងតាមប្រពៃណីខ្មែររបស់យើងនៅស្រុកភូមិខ្ញុំគេការ2ថ្ងៃគឺពេញរបស់គេណាបងប្អូនក៏អត់ធ្វើដូចអ្នកខាងមន្ទីរមន្ត្រីទេខាងទីមន្ត្រីខាងអំពេញអីគេធ្វើតែមួយថ្ងៃគេយកចប់កិច្ចអញ្ចឹងណាតែនៅខាងខ្ញុំណាគឺរយៈពេល2ថ្ងៃនេះកូនកំលោះកូនកំដរស្រស់ស្អាតមែនតែនហើយបានមកដល់រោងជ័យហើយឥឡូវអ្នកភ្លេងហ្នឹងកំពុងតែច្រៀងបេះប្រលេះផ្លែផល្លាហ្នឹង36មុខហ្នឹងដាក់អន្រែកអ្នកដែលអន្រែកផ្លែឈើនោះនៅខាងក្រោយទាំងពីរអ្នកនោះអញ្ចឹងស្ដាប់ចម្រៀងភ្លេងការដែលលោកអ្នកផ្លូវចៅមហាលោកភ្លេងលោកគ្រូភ្លេងដែលគាត់ច្រៀងរៀបរាប់ទាំងអស់គ្នាណាហើយអ្នកភ្លេងក៏បានបេះពេញអន្រែកទាំងពីរអន្រែកនឹងហើយក៏បានរែងមកដល់មុខមេបាហ្នឹងដើម្បីយកមកជូនលោកមេបាខាងកូនស្រីដែលគាត់រងចាំទទួលបដាការហើយក៏បានអញ្ជើញកូនក្រមុំចុះមកជពាការស្លាពីកូនកំលោះណាបងប្អូនឥឡូវហ្នឹងអ្នកដឹកដៃកូនក្រមុំហ្នឹងក៏ស្រស់ស្អាតកូនក្រមុំក៏ស្រស់ស្អាតអ្នកដឹកដៃហ្នឹងត្រូវជាបងស្រីរបស់កូនក្រមុំណាស្រស់ស្អាតមែនតែនបងប្អូននេះស្អាតរៀបចំបានស្អាតបានមែនតែននេះមង្គលការតាមស្រុកស្រែណាបងប្អូនតាមជនបទមិនសូវមានអីហឺហាដូចអ្នកទីក្រុងទេយើងធ្វើតាមទឹកលុយរបស់យើងណាធ្វើម៉េចយើងត្រូវតែគោរពប្រពៃណីរបស់យើងឥឡូវកូនក្រមុំមកចាពះ
លោកមេបាកូនក្រមុំទាំងសងខាងគាត់ចោះមកហើយជាផ្ទះខាងឪពុកម្ដាយបង្កើតរបស់យើងឪពុកក្មេកម្ដាយក្មេកអីអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅគឺយើងមានឪពុក4អង្គហើយឪពុកម្ដាយនឹង4អង្គឥឡូវកូនខ្ញាយនឹងអត់ខ្វល់ថាគេធ្វើអីទេសំខាន់គឺបកសៅមកញាត់មាត់សិនហើយណាបងប្អូននេះវប់ឃើញអត់នេះអត់ខ្វល់នេះញាប់ជូតខ្វាច់អត់ខ្វល់ទេឥឡូវហ្នឹងក៏កូនក្រមុំកូនកន្លោះហ្នឹងតែការស្លាហ្នឹងទៅខាងលើផ្ទះអញ្ចឹងហើយញាតិទៅសងខាងគាត់បាច់ការជូនពរកូនប្រុសកូនស្រីឲ្យមានសេរីសុខស្ដីអញ្ចឹងទៅហើយកិច្ចកូនកំឡុងកូនកន្លោះក៏បានជាប់សពគ្រប់ដែរវិធីហើយចំនួនព្រឹកហ្នឹងឥឡូវងាកមកមើលលោកគ្រូភ្លេងប្រគំបទភ្លេងកំដរភ្ញៀវកិត្តិយសដែលជាប់កម្មវិធីហើយចំនួនហ្នឹងភាសាភោជនីអាហារដល់ម៉ោង1 ម៉ោង 1 កន្លះហ្នឹងគេចាប់ផ្ដើមកាត់សក់ប្រកបសេរីចឹងហើយក៏មានកម្មវិធីលេងកំ pl ែងឈុតឆាកកំ pl ែងរបស់ក្រុមអ្នកវងភ្លេងតន្ត្រីណាដូចក្បាលវីដេអូខ្ញុំដាក់ជូនបងប្អូនមើលដំបូងចឹងឥឡូវយើងមកតាមដានស្ដាប់សំឡេងពិតទាំងអស់គ្នាណាក៏បានចប់ហ្នឹងពេលល្ងាចសូត្រមុននឹងកាត់ខាន់ស្លាហ្នឹងគឺខ្ញុំបានថតទេបងប្អូនខ្ញុំថតទៅទ្រុសទេនេះដល់ពេលយប់ពេលដែលយើងកាត់ខាន់ស្លាហើយក៏មានបងប្អូនគាត់មកលេងអញ្ចឹងទៅក៏មានពិធីចាក់បាសចាក់អីរ៉ាំលេងក្នុងភូមិនឹងឯងធ្វើមិនទេទោះបីថាប្រទេសជាតិមានបញ្ហាសង្គ្រាមយ៉ាងណាក៏ដោយតែ
កម្មវិធីនឹងយើងមើលឃើញយើងត្រូវទៅធ្វើចឹងតែមានការរំលែងអេសប្បាយតិចតួចឯងសូមខន្តីអភ័យទោសដល់ពុកម៉ែបងប្អូនផងព្រោះយើងអត់មានកម្មវិធីអេសប្បាយរាល់ថ្ងៃទេអញ្ចឹងនេះពេលយប់ហ្នឹងគឺនាំគ្នារំលែងភ្ញៀវដែលគាត់មកចង់ដៃយប់ខ្លះចឹងទៅក៏មានកម្មវិធីរំលែងតិចតួចចឹងណាហើយក៏ចាប់នៅត្រឹមម៉ោង9ម៉ោងអីនោះឯងត្រឹមម៉ោង9ម៉ោង10អីគឺមានការបិទបាសហើយអត់មានដាក់ចាក់បំពងដល់យប់ជ្រៅពេកទេហើយក៏ថ្ងៃហ្នឹងថ្ងៃចូលរោងអញ្ចឹងហើយក៏បានបញ្ចប់ថ្ងៃចូលរោងស្អែកឡើងថ្ងៃទី14ហ្នឹងគឺគាត់ព្រឹកថ្ងៃទី14ហ្នឹងមានកម្មវិធីចាក់សែនប្រេនចង់ដៃតែខ្ញុំអត់បានថតទេខ្ញុំថតទ្រុងទេណាបងប្អូនពេលព្រឹកម៉ោង10ថ្ងៃទី14ម៉ោង8 9ហ្នឹងគឺយើងសែនចង់ដៃកូនប្រុសកូនស្រីហើយក៏ម៉ោង11ហ្នឹងទទួលភ្ញៀវឥឡូវហ្នឹងដល់ម៉ោង11ហ្នឹងភ្ញៀវមកចូលរួមមង្គលការហើយឥឡូវបងប្អូននេះមើលម៉ូតូពេញត្រៀបមកផ្ទះខ្ញុំបងប្អូនសិតតែម៉ូតូនេះទៅមកទេបងប្អូននឹងម៉ូតូប៉ុណ្ណឹងឯងមួយផ្ទះខ្ញុំធំមកដល់ពេលចឹងទៅវាមកលុបនៅក្នុងផ្ទះចឹងណាមួយសម្រាប់យកម៉ូតូដាក់តាមផ្ទះឥឡូវហ្នឹងចូលមកដល់ក្នុងរោងហើយបងប្អូនចូលមកដល់ក្នុងរោងការឥឡូវហ្នឹងក៏បានថតពីសកម្មភាពភ្ញៀវនៅពេលថ្ងៃតែគាត់អញ្ជើញចូលរួមពិធីមង្គលការសាភោជនីអាហារនៅថ្ងៃត្រង់ម៉ោង11ម៉ោង12ហ្នឹងណាតាំងពីថ្ងៃទី14តខ្ញុំមកសារខ្ញុំមកសំឡេងអត់សូវល្អអញ្ចឹងហើយបានបញ្ចូលសំឡេងកាត់តវីដេអូឲ្យបងប្អូនមើលទេទៅតែបានថតនេះឯងកាត់តបញ្ចូលសំឡេងខ្ញុំមកដាក់ឲ្យបងប្អូនមើលវីដេអូនោះឯងបងប្អូនអ្នកពីគ្នាដែលគាត់អញ្ជើញមកចូលរួមពិធីការហ្នឹងគឺច្រើនគូសំដែរគាត់ធ្វើតាមទឹកមួយអញ្ចឹងទៅ30-40តុកអីទេបងប្អូនព្រោះអីពិធីមង្គលការនៅស្រុកស្រែរបស់យើងហ្នឹងមកខាងកពិតទឹកនៃស្រីស្អាតស្វឹងហើយកាយបកាផងអីផងបងប្អូនចាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯណាបងប្អូននាងខ្ញុំសូមអរគុណទុកជាមុនសម្រាប់ការតាមដាន